របៀបដាក់អក្សរពីក្រោយខ្នងយើងបែបនេះហ่าគេធ្វើមិនទៅទី1ណាសូមឯងត្រូវមានកម្មវិធីខាត់ហ្នឹងណាថ្ងៃទី2សូមឯងត្រូវមានអក្សរដែលធ្វើក្នុងកម្មវិធី Fonto ហើយថ្ងៃទី3ចុច follow page មួយនេះហើយដើម្បីទៅមើលវីដេអូរបៀបធ្វើជាមួយគ្នាតោះមើលវីដេអូនេះឲ្យដល់ចប់ជាមួយគ្នាណាជំហានដំបូងបងប្អូនទាំងអស់គ្នាត្រូវមានកម្មវិធីមួយឈ្មោះថា Fonto ជាមុនសិនណាបន្តមកទៀតបងប្អូនទាំងអស់គ្នាសូមទៅសេអក្សររបៀបណាក៏ដោយដែលបងប្អូនទាំងអស់គ្នាពេញចិត្តចង់ដាក់នៅផ្ទៃខាងក្រោយបងប្អូនទាំងអស់គ្នាទៅសេដាក់ចូលក្នុងកម្មវិធី Fonto នេះមកហើយយកទៅសេដើម្បីប្រើប្រាស់ក្នុង CapCut ឬជាការស្រាវជ្រាវចំពោះរបៀបធ្វើអក្សរនៅក្នុង Fonto នេះខ្ញុំនឹងចេញវីដេអូមួយទៀតដើម្បីនឹងលម្អិតហើយសម្រាប់ឲ្យបងប្អូនទាំងអស់គ្នាបានយល់ណាហើយយើងទៅមើលពីរបៀបដាក់អក្សរនៅក្រោយខ្នងសិនដែលបងប្អូនទាំងអស់គ្នាសូមចូលក្នុងកម្មវិធី CapCut របស់យើងមកបន្តមកទៀតសូមទាញវីដេអូណាមួយដែលបងប្អូនទាំងអស់គ្នាចង់ដាក់អក្សរនៅខាងក្រោយខ្នងរបស់យើងពេលដែលបងប្អូនទាំងអស់គ្នាទាញវីដេអូហើយសូមមើលផ្នែកខាងក្រោមមានពាក្យថា overlay នៅខាងក្រោមនេះហើយក៏សូមចុចពាក្យថា add overlay មួយទៀតមកពេលនោះហើយនឹងចេញ album រូបភាពរបស់យើងបែបនេះហើយសូមបងប្អូនគ្រាន់តែចុចយក font អក្សរដែលយើងបានធ្វើក្នុង Fonto មុនហ្នឹងដាក់ចូលមកនៅពេលដែលយើងដាក់ចូលទៅយើងនឹងឃើញអក្សរបាំងមុខរបស់យើងបែបនេះហើយបងប្អូនទាំងអស់គ្នាគ្រាន់តែ select លើវីដេអូរបស់យើងមួយនៅត្រង់កន្លែងនេះបន្តមកទៀតបងប្អូនសូមមើលផ្នែកខាងក្រោមជ្រើសរើសពាក្យថាពេលនោះហើយវីដេអូរបស់យើងនឹងឡើងមកពីបែបនេះបងប្អូនទាំងអស់គ្នាសូមមើលផ្នែកខាងក្រោមដដែលហើយជ្រើសរើសពាក្យថា overlay ធ្វើវីដេអូរបស់យើងធ្លាក់ចុះក្រោមបែបនេះហ្នឹងណាបន្តមកទៀតបងប្អូនទាំងអស់គ្នាសេរីវីដេអូរបស់យើងដាក់ឲ្យស្មើគ្នាមកបន្តទៀតបងប្អូនទាំងអស់គ្នាគ្រាន់តែ select លើវីដេអូផ្នែកខាងក្រោមរបស់យើងមួយហើយមើលផ្នែកខាងក្រោមជ្រើសរើសពាក្យថា remove bg បើសិនជាបងប្អូនទាំងអស់គ្នាមាន CapCut Pro បងប្អូនគ្រាន់តែចុចពាក្យថា remove auto ពេលនោះនឹងលុបផ្ទៃខាងក្រោយរបស់យើងស្អាតបែបនេះហើយនេះសារនឹងឃើញថាអក្សរនៅខាងក្រោយខ្នងរបស់យើងបែបនេះអញ្ចឹងងាយៗស្រួលៗទេបងប្អូនទាំងអស់គ្នាកុំភ្លេចទៅសាកល្បងជាមួយគ្នាណា